នៅពេលធ្វើកិច្ចការផ្ទះស្ត្រីតែងតែពីកូននៅខាងក្រោយខ្នងហើយនៅផ្នែកខាងលើនៃក្រណាត់ពីកូននោះពួកគេនឹងប៉ាក់ក្បាច់រចនាផ្សេងដែលតំណាងឲ្យការជូនពរដ៏ល្អប្រសើរដល់កូនសរសៃអំបោះដែលប្រើធ្វើឲ្យរូបភាពមើលទៅមានភាពរស់រវើកនាងខ្ញុំឈ្មោះខេធីច័ន្ទសុងភូ Khady Chan Sung Phu ជានិស្សិតកំពុងសិក្សានៅប្រទេសចិនអ្នកគ្រូឡានលីនលែនលែនកំពុងបង្រៀនខ្ញុំអំពីរបៀបប៉ាក់ផ្កាតំណាងជាតិឡាវរបស់យើងគឺផ្កាចម្ប៉ានៅប្រទេសឡាវយើងក៏មានសិល្បៈនៃការប៉ាក់ដែរនៅពេលឃើញផ្ទាំងប៉ាក់នេះដែលមានរូបដំរីនិងផ្កាចម្ប៉ាជារូបតំណាងរបស់ឡាវធ្វើឲ្យខ្ញុំមានអារម្មណ៍ស្និទ្ធស្នាលនិងកក់ក្ដៅខ្លាំងណាស់នេះគឺជាស្នាដៃដែលបានធ្វើឡើងក្នុងឆ្នាំ2021ដោយសហការជាមួយអ្នកជំនាញបច្ចុប្បន្នជាតិឡាវដើម្បីអបអរសាទរខួប60ឆ្នាំនៃទំនាក់ទំនងការទូតចិនឡាវសិល្បៈប៉ាក់របស់ជនជាតិជួងគឺជាផ្នែកមួយនៃវប្បធម៌ជនជាតិជួងដែលមានប្រវត្តិរាប់ពាន់ឆ្នាំមកហើយប៉ុន្តែធ្លាប់មានមួយរយៈយុវជនកាន់តែច្រើនឡើងបានចាក់ចែងទៅធ្វើឲ្យសិល្បៈប៉ាក់របស់ជនជាតិជួងនេះប្រឈមនឹងការបាត់បង់ចុះឥឡូវនេះវិញអ្នកគ្រូឡានលីនមិនត្រឹមតែជាអ្នកបន្តវេនសិល្បៈប៉ាក់ជនជាតិជួងប៉ុណ្ណោះទេគាត់ថែមទាំងជាសមាជិកសភាតំណាងប្រជាជនចិនទៀតផងខ្ញុំពិតជាចង់ដឹងណាស់ថាគាត់ធ្វើដូចម្ដេចដើម្បីឲ្យគេចូលចិត្តនៅគឺនិមិត្តសញ្ញាវប្បធម៌គឺដ៏ចំណាស់មួយនេះបេតិកភណ្ឌវប្បធម៌អរូបីចាំបាច់ត្រូវតែមានវត្តមាននិងត្រូវបានប្រើប្រាស់នៅក្នុងជីវិតសម័យទំនើបទើបជាការអភិរក្សនិងបន្តវេនដ៏ល្អបំផុតបន្ទាប់ពីបានក្លាយជាសមាជិកសភាតំណាងប្រជាជនខ្ញុំបានដាក់សំណើទៅកាន់រដ្ឋស្ដីពីការអភិរក្សនិងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌អរូបីដើម្បីជំរុញឲ្យការប៉ាក់របស់ជនជាតិជួងត្រូវបានការពារនិងបន្តវេនកាន់តែប្រសើរអ្នករចនាម៉ូដរបស់យើងមានតាំងពីជំនាន់ទសវត្សរ៍70រហូតដល់ជំនាន់2000បានចូលរួមក្នុងការរចនាផលិតផលដើម្បីបង្កើតស្នាដៃប៉ាក់ដែលយុវវ័យពេញចិត្តក្រោមការគាំទ្រពីរដ្ឋាភិបាលមូលដ្ឋានចិនអ្នកគ្រូឡានលីនបានបង្កើតរោងជាងប៉ាក់ជនជាតិជួងទីនេះមិនត្រឹមតែជាមូលដ្ឋានសំខាន់សម្រាប់ការបន្តវេនសិល្បៈប៉ាក់ប៉ុណ្ណោះទេថែមទាំងផ្ដល់ឱកាសការងារដល់អ្នកស្រុកទៀតផងបងស្រីហេតុអ្វីបានជាបងចង់មកធ្វើការប៉ាក់នេះព្រោះខ្ញុំអាចធ្វើការប៉ាក់នៅផ្ទះផងនិងមើលថែគ្រួសារផងក្នុងពេលតែមួយហើយក្នុងមួយខែខ្ញុំអាចរកចំណូលបានពី3000ទៅ4000យួនយើងបានបណ្ដុះបណ្ដាលស្ត្រីអ្នកប៉ាក់ជាង2000នាក់ដោយឥតគិតថ្លៃពួកគេអាចមានការងារធ្វើនៅក្បែរផ្ទះយ៉ាងងាយស្រួលជួយបង្កើនប្រាក់ចំណូលនិងលើកកម្ពស់ជីវភាពធ្វើឲ្យផ្លូវនៃការបន្តវេនវប្បធម៌នេះកាន់តែទូលំទូលាយពិតជាល្អណាស់រឿងនេះធ្វើឲ្យខ្ញុំនឹកដល់ស្រុកកំណើតនៅប្រទេសឡាវសិល្បៈប៉ាក់ប្រពៃណីនៅទីនោះកំពុងប្រឈមនឹងផលប៉ះពាល់ពីឧស្សាហកម្មទំនើបហើយអ្នកប្រកបបប៉ាក់ដោយដៃក៏កាន់តែតិចទៅវិស័យប៉ាក់នៅឡាវរបស់យើងក៏អាចរៀនសូត្រពីគំនិតប្រតិបត្តិការរបស់ចិនបានដែរនេះគឺជាវត្ថុអនុស្សាវរីយ៍សម្រាប់ភ្ញៀវកិត្តិយសដែលរដ្ឋាភិបាលណាននីងកំណត់ក្នុងការប្រកួតកីឡាកាយសម្ព័ន្ធពិភពលោកលើកទី45ស្នាដៃនេះត្រូវបានដាក់តាំងនៅពិព័រណ៍សិល្បៈ Fine Art Asia ក្នុងហុងកុងហើយគ្រាន់តែដាក់តាំងភ្លាមក៏មានអ្នកប្រមូលទិញកំងយកតែម្ដងការបន្តវេនតាមរយៈការច្នៃប្រឌិតថ្មីធ្វើឲ្យផលិតផលទាំងនេះឈានជើងចេញពីប្រទេសចិនទៅកាន់ពិភពលោកពីស្ត្រីអ្នកប៉ាក់ក្នុងគ្រួសារក្លាយជាសមាជិកសភាតំណាងប្រជាជនពីការបន្តវេនជំនាញក្លាយជាអ្នកតំណាងសម្លេងប្រជាជនពីរោងជាងក្នុងភូមិដាច់ស្រយាលទៅកាន់ឆាកអន្តរជាតិអ្នកគ្រូឡានលីនបានប្រាំចូលនឹងអំបោះប៉ាក់ជានៅមុខមាត់ថ្មីនៃការអភិវឌ្ឍជនបទធ្វើឲ្យពិភពលោកបានស្គាល់ពីភាពទាក់ទាញនៃសិល្បៈប៉ាក់ជនជាតិជួងសង្ឃឹមថានឹងបានឃើញស្នាដៃប៉ាក់ជនជាតិជួងបន្ថែមទៀតនៅប្រទេសឡាវ